cứ cái hai sạp bông bài tón hơi sân chỉ cá lang hơi chui nhé mà bộ chui này có trong tì sấyแต่គាត់ឃើញបែបនេះគឺគាត់តលាក់តឡៃខ្លាំងមែនតើសួស្តីដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយតទៅជាមួយនឹងជំងឺម្យ៉ាងដែលយើងហៅថាជំងឺខ្ជូងបៃតងឬក៏សាពងបៃតងជំងឺនេះគឺខ្ញុំបានជួបប្រទះនៅលើស្រែកសិករនៅខាងស្រុកសង្កែខេត្តបាត់ដំបងហើយជំងឺនេះដែរគឺកើតកំឡុងកាលដែលមានភ្លៀងធ្លាក់ជឹកញាប់ហើយក៏កំឡុងកាលដែលចុះត្រជាក់ខ្លាំងមេឃមានសំណើមខ្ពស់ផងដែរចឹងយើងនឹងមកដឹងទាំងអស់គ្នាថាហេតុអ្វីបានជាជំងឺនេះវាកើតឡើងតើយើងគួរតែការពារនិងកម្ចាត់ជំងឺនឹងដោយរបៀបណាជំងឺសាពងបៃតងគឺវាលូតលាស់នៅខាងក្នុងអូវែរបស់គ្រាប់ហើយវាធ្វើឲ្យគ្រាប់វាឡើងទៅជាបៃតងឬក៏ពណ៌លឿងមេរោគបង្កជំងឺនេះគឺជាមេរោគផ្សិតដែលមានឈ្មោះនៅខាងលើវីដេអូមួយនេះហើយមេរោគមួយនេះគឺវាដុះនៅសីតុណ្ហភាព12អង្សាសេហើយការលូតលាស់របស់វាគឺអាចលូតលាស់បាននៅក្នុងសីតុណ្ហភាព28អង្សាសេដែលមានសំណើមបរិយាកាស92% ហើយមេរោគផ្សិតនេះគឺវាឆ្លងទៅតាមខ្យល់មានន័យថាកាលណាតើខ្យល់បក់ទៅខាងណាគឺវាឆ្លងទៅខាងហ្នឹងកាលណាតើសំណើមបរិយាកាសគ្រប់គ្រាន់កាលណាតែសីតុណ្ហភាពគ្រប់គ្រាន់គឺធ្វើឲ្យគ្រាប់ស្រូវគឺអាចឆ្លងនៅជំងឺនេះខ្លាំងមែនតើជំងឺនេះដែរនៅពេលដែលកាត់ឡើងបងប្អូនកាលណាតើវាកាត់ឡើងគឺវាធ្វើឲ្យទិន្នផលធ្លាក់ចុះខ្លាំងមែនតើមានន័យថាកាលណាតើវាខូចគ្រាប់ហើយវានឹងចម្លងទៅគ្រាប់ផ្សេងទៀតគ្រាប់ផ្សេងទៀតទោះបីជាអត់ឡើងជាពណ៌បៃតងបែបនេះប៉ុន្តែវាខូចគ្រាប់ខាងក្នុងទី2វានឹងធ្វើឲ្យឈ្មួញណាបងប្អូនឈ្មួញនឹងទម្លាក់តម្លៃខ្លាំងមែនតើនៅពេលដែលឃើញបែបនេះឈ្មួញនឹងទម្លាក់តម្លៃទីផ្សាររបស់យើងបើសិនជាពូជក្អូបលក់ទៅលើទីផ្សារបាន 1000 រៀលគឺគេតម្លាក់តម្លៃសល់តែ800អីហ្នឹង8ទៅ850ពេលខ្លះបើសិនជាធ្ងន់ធ្ងរខ្លះអាចធ្លាក់ដល់700ដោយសារអីដោយសារតែពេលឃើញទៅគឺគេខ្លាចក្នុងការយកទៅលក់បន្តឲ្យឈ្មួញបន្តទៀតគេអត់ទិញឬក៏គេមានលេសឬក៏មានហេតុផលណាដើម្បីទម្លាក់តម្លៃឲ្យស្រូវបងប្អូននឹងតម្លៃទាបអានេះជាអ្វីដែលខ្ញុំបានដឹងទី3គឺនៅពេលដែលឆ្លងហើយគឺវាអាចចម្លងទៅពូជបន្តទៀតមានន័យថាបើសិនជាបងប្អូនធ្វើពូជនេះឆ្លងនៅជំងឺខ្ជូងបៃតងនេះហើយយកពូជហ្នឹងយកទៅធ្វើបន្តទៀតវានឹងឆ្លងបន្តពូជទៀតទៅគឺឆ្លងតគ្នាប៉ុន្តែយើងក៏អាចមានវិធីក្នុងការការពារនិងកម្ចាត់វាផងដែរបើសិនជាវាឆ្លងហើយយើងចង់យកពូជហ្នឹងយកទៅធ្វើបន្តទៀតវិធីដែលយើងអាចការពារនិងព្យាបាលជំងឺនេះបានទី1បងប្អូនត្រូវតែត្រាំពូជដែលឆ្លងជំងឺត្រាំវាជាមួយនឹងទឹកក្តៅក្នុងសីតុណ្ហភាព50អង្សាសេឬក៏បងប្អូនមានពូជច្រើនបងប្អូនអត់ចេះត្រាំគឺបងប្អូនអាចយកពពួកថ្នាំផ្សិតយកមកត្រាំដើម្បីវាកម្ចាត់ពពួកផ្សិតអស់ហ្នឹងទី2គឺយើងបាញ់ថ្នាំការពារមុនកាលណាតែយើងបានបាញ់ថ្នាំការពារមុនគឺយើងបានចាក់វ៉ាក់សាំងវាមុនកាលណាយើងបានចាក់វ៉ាក់សាំងវាមុនគឺវាអត់សូវឈឺទេទោះបីជាឈឺគឺមានភាគរយតិចមែនតើក្នុងការចម្លងជំងឺដោយសារពេលខ្លះអាកាសធាតុវាអំណោយផលក្នុងការដុះផ្សិតហ្នឹងអញ្ចឹងវានឹងឆ្លងប៉ុន្តែបើយើងបានបាញ់ថ្នាំការពារមុនគឺធ្វើឲ្យស្រូវរបស់យើងវាឆ្លងតិចឬក៏មិនឆ្លងតែម្ដងទី3គឺបងប្អូនត្រូវតែបាញ់ថ្នាំព្យាបាលភ្លាមផ្សិតនេះគឺវាដុះក្នុងកំឡុងពេលហាលផ្កាឬក៏ស្រូវផ្សំកេសរគឺយើងពិបាកក្នុងការបាញ់ថ្នាំមែនទែនដូច្នេះហើយបានការបាញ់ថ្នាំគឺបងប្អូនត្រូវប្រុងប្រយ័ត្នក្នុងការជ្រើសរើសថ្នាំយកមកប្រើប្រាស់ជាពិសេសគឺថ្នាំសត្វល្អិតនិងថ្នាំជំងឺដែលមានធាតុសកម្មវាក្តៅបើយើងយកមកប្រើប្រាស់វាអាចនឹងខូចកេសរឬក៏ធ្វើឲ្យស្រូវវាស្កកច្រើនអានេះគឺជាផលប៉ះពាល់នៃពពួកថ្នាំជំងឺនិងថ្នាំសត្វល្អិតហើយសង្ឃឹមថាបងប្អូនអាចនឹងជម្លៀសបញ្ហាទាំងអស់នេះបានហើយភាគច្រើនជំងឺនេះគឺកើតនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជាញឹកញាប់អញ្ចឹងបងប្អូនព្យាយាមក្នុងការការពារវាមុនដោយសារអីជំងឺមិនមែនមានតែមួយមុខនឹងទេគឺមានច្រើននៅលើដំណាំស្រូវគឺមានច្រើនមែនទែនតែជំងឺកើតពីផ្សិតជំងឺកើតពីបាក់តេរីជំងឺផ្នែកខាងក្រោម